ơiមានអីមានអ្វីពិសេសបងប្អូននេះគឺជា Vivo X45 ដែលជាកំពូល flagship អេក្រង់បត់របស់ Vivo បងប្អូនជាមួយនឹងសមត្ថភាពមិនថាអេក្រង់ក្នុងមិនថាអេក្រង់ក្រៅគឺអូសល្អិលប្រល់តាក់ទងជាមួយនឹងសមត្ថភាពកាមេរ៉ាបងប្អូនតាក់ទងជាមួយសមត្ថភាពកាមេរ៉ាណាគឺ Vivo ថតចេញមកគឺ professional មែនទេបងប្អូនដោយសារមូលហេតុអីបងប្អូនដោយសារវា cooperate ជាមួយនឹង Zeiss នេះZeiss នេះបច្ចេកវិទ្យារបស់ Zeiss គឺថតរូបមកចេញមកស្អាតមែនទេបងប្អូនមានកម្រាស់ស្ដើងបំផុតត្រឹមតែ 4.3 មីលីម៉ែត្រពេលបើកនិង 9.2 មីលីម៉ែត្រនៅពេលដែលបត់ចូលគ្នាវិញបងប្អូនសម្រាប់ទម្ងន់របស់វាគឺស្រាលត្រឹមតែ217ក្រាមប៉ុណ្ណោះធៀបទៅនឹងទូរស័ព្ទធម្មតាគឺស្រាលមែនទែនបងប្អូនសម្រាប់អេក្រង់ទាំងក្នុងទាំងក្រៅរបស់វាគឺវាបំពាក់អេក្រង់ LTPO AMOLED 120Hz អេក្រង់ខាងក្នុងទំហំ 8.03 អ៊ីងកម្រិតបង្ហាញ 2K+ អេក្រង់ខាងក្រៅមានទំហំ 6.53 អ៊ីងដែលមានពន្លឺខ្លាំងរហូតដល់ 4500 នីតភ្លឺខ្លាំងមែនទែនបងប្អូនអ្នកទាំងអស់គ្នាឥឡូវយើងមកមើល spec ទាំងអស់គ្នា Vivo X45 នេះគឺវាប្រើ chip Snapdragon 8 Gen 3ដែលមានកម្លាំងខ្លាំងអាចលេងហ្គេមធំៗបានយ៉ាងរលូនប្រាប់នៅក្នុងដៃខ្ញុំកាន់នេះគឺវាមាន RAM 12/12 Storage 256GB ប្រតិបត្តិការដើរដោយ Android 15ជាមួយនឹង Origin OS 5ហើយវាមានទំហំថ្មធំមែនទែនបងប្អូនរហូតដល់ 6000 មីលីអាំពែបងប្អូនវាគ្រប់គ្រងការសាកថ្មល្បឿនលឿនតាមខ្សែ 80W និងឥតខ្សែ 40W សម្រាប់កាមេរ៉ារបស់ Vivo X45 គឺវាសហការជាមួយនឹង Zeissបំពាក់កាមេរ៉ាក្រោយ3គ្រាប់សុទ្ធតែមានទំហំ50 megapixel ដូចគ្នាកាមេរ៉ាគោល50 megapixel ប្រើ sensor Sony IMX 921មាន OIS កាមេរ៉ា Ultra Wide 50 megapixel សម្រាប់ថតប្លង់ទូលាយកាមេរ៉ា periscope telephoto 50 megapixel អាចថត zoom optical 3 គុណនិង digital zoom រហូតដល់100គុណកាមេរ៉ាខាងមុខរបស់វាមាន2គ្រាប់ក្នុងមួយក្រៅមួយទំហំ20 megapixel ដូចគ្នាគឺ Vivo ថតស្អាតណាស់បងប្អូនដោយសារមូលហេតុអីបងប្អូនដោយសារវា cooperate ជាមួយនឹង Zeiss ជាបច្ចេកវិទ្យាមួយដែលធ្វើឲ្យរូបថតកាន់តែស្អាតច្បាស់ professional ដូចកាមេរ៉ាអាជីពធំៗចឹងបងប្អូនចាំមើលតិចខ្ញុំនឹងតេស្តវីដេអូចេញពីទូរស័ព្ទនេះផ្ទាល់តើគុណភាពហើយនឹងសាច់រូបភាពតើវាល្អប៉ុណ្ណាជាមួយនឹង Vivo X45 បងប្អូនចាំមើលយើងសាកស៊ូមមើលនេះអេក្រង់បត់ទូរស័ព្ទប្រភេទបត់បងប្អូនបត់ឥឡូវខ្ញុំសាកស៊ូមមើលតើបត់អេក្រង់សមត្ថភាពកាមេរ៉ាមិនដែរបងប្អូន Oh my god 100គុណបងប្អូន100គុណណាOh 100គុណ Oh my god សួស្តីទាំងអស់គ្នានេះគឺជាវីដេអូដែលខ្ញុំថតចេញពី Vivo X45 នៅកាមេរ៉ាខាងមុខបងប្អូនតាក់ទងជាមួយនឹងវីដេអូខាងមុខរបស់ Vivo X45 គឺវារត់បានត្រឹមតែ Full HD ទេ18បាទ18ប៉ុន្តែសំខាន់លើសមត្ថភាពវីដេអូរបស់វាគឺល្អមែនទែនបងប្អូនគឺសាច់មុខឲ្យមក detail អែមែនទែនឥឡូវខ្ញុំបើកអាមុខងារមួយទៀតអានេះគេដាក់ស្អីគេ vocal extendment នេះអានឹងអង់គ្លេសអត់ដាច់ទេបងប្អូនអាចថាអធិស្ឋានក្នុងទៀតតើសលេងវាស្រូបទៅមិនដែរបងប្អូនអានឹងតាក់ទងជាមួយនឹងមុខងារស្រូបសលេងនៅកាមេរ៉ាខាងមុខរបស់វាខ្ញុំថតនៅកាមេរ៉ាខាងមុខឥឡូវមិនដែរបងប្អូនឥឡូវខ្ញុំដើរចេះខ្ញុំកើចេះតើមិនដែរបងប្អូនឥឡូវសមត្ថភាពកាមេរ៉ាខាងមុខមិនដែរឥឡូវខ្ញុំនឹងតេស្តជាមួយនឹងសមត្ថភាពកាមេរ៉ាខាងក្រោយម្ដងទៀតជូនដល់បងប្អូនសួស្តីទាំងអស់គ្នានេះគឺជាកាមេរ៉ាខាងក្រោយរបស់ Vivo X45 ជាមួយនឹងសមត្ថភាព 4K 30 frame បាទសម្រាប់កាមេរ៉ាខាងក្រោយរបស់ Vivo X45 នេះគឺវារត់រហូតដល់ 8K បងប្អូន 8K ជាមួយសមត្ថភាពចាំមើលខ្ញុំអាចតេស្ត zoom បងប្អូនតាក់ទងជាមួយនឹង zoom នៅក្នុងវីដេអូរបស់វាតើវា zoom បានប្រវត្តិបានវ៉ាវ zoom បាន15បងប្អូនជាមួយ15ប៉ុណ្ណេះអាចទទួលយកបានប៉ុន្តែជាទូទៅយើងធ្វើវីដេអូយើង zoom ឲ្យ 5x5x អញ្ចឹងឬក៏យើងប៉ុណ្ណឹងទៅបានណាបងប្អូនជាមួយកាមេរ៉ាខាងហ្នឹងហើយបន្ទាប់មកខ្ញុំនេះជាមួយនឹងសលេងហៅថាសលេងរបស់វាមួយទៀតគេហៅថាមើលខ្ញុំមើលសុំមើលបញ្ជាទៀត accent vocal enhancement បាទអាចថាអញ្ចឹងបងប្អូនឥឡូវចាក់ស្ដែងនេះស្អាតបងប្អូនឥឡូវខ្ញុំជើនេះខ្ញុំងាកឲ្យលឿនតិចប្រហែលជាអាចកាត់សលេងរំខានហ្នឹងមុខងារហ្នឹងបាទប្រហែលជាខ្ញុំនិយាយតិចបានទៅសុខសាន្តចង់ឲ្យបានសលេងធម្មតាវិញយើងអាចបិទមុខងារទៅចោលវិញអាចនិយាយសលេងមកធម្មតាវិញបាទអរគុណច្រើនបាទស្អាតខ្លាំងហ្មងបងប្អូនយល់យ៉ាងណាដែរសម្រាប់ Vivo X45 នេះបងអាចបញ្ចេញយោបល់បានទម្លាក់ comment នៅក្រោមវីដេអូនេះបាទអរគុណច្រើនជម្រាបលាអ្នកទាំងអស់គ្នាបើសិនបើបងប្អូនមានតម្រូវការអាចតាក់ទងមកណាអរគុណច្រើនបាយបាយ